នេះនៅកន្លែងនេះតើរឿងនេះអាចទៅរួចដោយរបៀបណាវាពិតជាស្ទេចឈាមនិងញើសមានតែទឹកស៊ុបអាយុ30ឆ្នាំទេដែលអាចបង្កើតពណ៌ទឹកក្រូចនេះបាននៅខាងក្រោមខ្ញុំអាចមានអារម្មណ៍ថាវាមានសម្បុកទាំងមូលតាមពិតទៅសម្បុកទាំងមូលរបស់អាយុ30ឆ្នាំនៅក្រោមទឹកស៊ុបងាប់ទាំងអស់នេះនៅទីនេះមើលចុះរបស់នោះរបស់លីនហ្វេងនៅទីនោះជាអ្វីធុងពណ៌ក្រហមតើវាជាអ្វីប្រហែលជាគ្រាន់តែជាសម្បុកពេងដែលខូចនេះតើនេះជាអ្វី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 នេះជាអំណោយគម្រោងឯកទេសយោធាគម្រោងឯកទេសយោធាគម្រោងឯកទេសយោធាទុកឲ្យស៊ីងយូជាប់គាំងដោយតំបន់អាគារដោយវិធីនេះចុចតាមដើម្បីប្រកួតប្រជែងនឹងផ្ដាកូតូចការបំបែកលើកទី6អ្នកសរសេរគាត់ចុះជាក់លាក់វាគួរឲ្យអាណិតណាស់ដែលគាត់ពិតជាបានជីកទីរកម្នាក់សៀវជើទៅជួយខ្ញុំបិទផ្ទះរបស់គាត់ហើយប្រាប់គាត់ថាបុរសម្នាក់នេះឈួតគ្មាននរណាម្នាក់ចង់បិទរឿងនេះទេអ្នកនឹងទទួលបានចំណែកនៃប្រាក់ចំណេញរបស់អ្នកបងប្រុសជេនកុំបារម្ភទុកវាឲ្យខ្ញុំបងប្រុសលីនពេងតើអ្នកជីកអ្វីវាធំប៉ុន្តែពណ៌ខុសខ្ញុំមិនឲ្យវាទៅណាទេចុះបើវាមកពីហុងកុងវិញវាគ្រាន់តែជាស្មៅភ្នំព្រៅធម្មតាវាលក់បាន30-50 យន្តក្នុង1ផោនវាគ្មានអ្វីពិសេសទេមើលខ្លួនឯងទៅអ្នកមិនមានទំនុកចិត្តក្នុងការនិយាយទេបងប្រុសលីនពេងបើអ្នកត្រូវការលុយមកធ្វើការឲ្យខ្ញុំនឹងទិញសម្រាមរបស់អ្នកតាមតម្លៃទីផ្សារវាជាការពេញចិត្តដល់អ្នកភូមិរបស់ខ្ញុំរបស់នេះមិនមែនជារឿងខាងវិញ្ញាណទេខ្ញុំនឹងរងចាំកិច្ចព្រមព្រៀងពិតប្រាកដតើអ្នកណានៅក្នុងទីក្រុងនេះហ៊ានមិនគោរពខ្ញុំចេនហាវបន្ទាប់ពីផឹកក្រដាសអង្ករសម្បកទឹកឃ្មុំដ៏ល្អិតល្អន់ទាំងនេះជាទំនិញចាស់ដែលមានអាយុជាង30ឆ្នាំត្រីអិនវ៉ងឈៀមទាំងនេះគឺមកពីស្រះទឹកងាប់ដែលអ្នកបានជីកភក់និងស្មៅអាយុ30ឆ្នាំមកពីស្រះទឹកងាប់ខ្ញុំធ្លាប់ឮពីកន្លែងនោះសូម្បីតែអ្នកនេសាទក្នុងស្រុកក៏និយាយថាគ្មានអ្វីដុះនៅទីនោះទេអ្នកអាចជីកយករបស់ពណ៌ទឹកក្រូចនេះពីទីនោះបានអ្នកមានជំនាញខ្លះជម្រាបសួរលោកស្រីខ្ញុំឈ្មោះឆេនហៅម្ចាស់ថ្មីនៃតំបន់ចិញ្ចឹមត្រីនេះប្រសិនបើអ្នកចាប់អារម្មណ៍លើអាហារសមុទ្រហេតុអ្វីអ្នកមិនមកតំបន់ចិញ្ចឹមត្រីរបស់ខ្ញុំហើយមើលទំនិញរបស់ខ្ញុំស្រស់និងថោកវាមិនដូចជាការឲ្យស៊ុបខ្ញុំមួយដំណក់ទេតើអ្នកបាននិយាយអ្វីទេធ្វើមួយคล้ายខ្ញុំនឹងយកបាច់នេះទាំងអស់អ្នកអាចសម្រេចចិត្តថាត្រូវចំណាយប៉ុន្មានតម្លៃសម្រាប់ទំនិញពិតនិងមិនទាបទេគួរឲ្យចាប់អារម្មណ៍នេះគឺជា100,000ខ្ញុំនឹងយកត្រីអិនវ៉ងឈៀមទាំងអស់នេះវិចខ្ចប់វាសម្រាប់ខ្ញុំ100,000នៃទាំងនេះស្ដេចឈាម100,000យន្តខ្ញុំរកមិនឃើញច្រើនយ៉ាងនេះក្នុងមួយឆ្នាំទេព្រះឲ្យលីនហ្វេងពិតជានឹងក្លាយជាអ្នកមានមែនកុំបារម្ភអីនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅមានរបស់ល្អជាច្រើនទៀតនឹងមកដល់ខ្ញុំឈ្មោះស៊ូឈីងយូប្រធានក្រុមហ៊ុនហៃសួនប្រសិនបើអ្នកមានទំនិញកម្រិតនេះនាពេលអនាគតសូមទូរស័ព្ទមកខ្ញុំដោយផ្ទាល់ខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកខាតបង់អ្វីឡើយយុវជនល្អដំបងនេសាទនេះត្រូវបានជួសជុលរួចហើយបែបនេះវានៅតែអាចប្រើសម្រាប់នេសាទបានរាងកាយគឺល្អគ្រាន់តែត្រូវការផ្លាស់ប្ដូររំគុតទេសក្មេងឆែននោះបានទិញដំបងនេសាទដែលខូចនិងរបស់របរបានការមួយចំនួនយ៉ាងហោចណាស់តើគាត់នឹងធ្វើអ្វីក្មេងនេះប្រកាសជានឹងទទួលបានទំនិញបន្ថែមទៀតតាមដានគាត់ឲ្យដិតដល់កន្លែងណាដែលគាត់ទៅយើងនឹងតាមគាត់កំពុងធ្វើដំណើរឆ្ពោះទៅកាន់ដាំកោងកាងពិតណាស់មានផែនការបំរុងទុកទីដៅនៃទឹកសមុទ្រស្រុកនិងចំណុចប្រសព្វនៃដើមឈើងាប់គឺងាយស្រួលរកណាស់កន្លែងនេះខ្វក់ណាស់តើបងប្រុសឆេនអាចរកឃើញអ្វីនៅទីនេះអ្វីក៏ដោយដែលគាត់រកឃើញយើងមិនអាចឲ្យគាត់យកវាទាំងអស់មកវិញដោយសុវត្ថិភាពនៅថ្ងៃនេះបានទេបងប្រុសឆេនបានចាប់ផ្ដើមជីកពេលណាត្រូវចាប់ផ្ដើមមិនបាច់ប្រញាប់ទេអនុញ្ញាតឲ្យគាត់ជីកអ្វីមួយជាមុនសិនប្រសិនបើយើងចាប់ផ្ដើមឥឡូវនេះចុះបើយើងរកមិនឃើញអ្វីទេហើយវាជាការខ្ជះខ្ជាយការខិតខំប្រឹងប្រែងតើបងប្រុសឆេនគ្រាន់តែជីកដោយងើតងល់មែនទេគាត់បានស្វែងរកអស់រយៈពេលយូរហើយគ្មានអ្វីសោះមិនចាំបាច់រងចាំទេចូលយើងជីកដោយខ្លួនឯងចូលយើងជីកបែបនេះខ្ញុំមិនជឿថាគាត់អាចរកឃើញអ្វីទេភ្នែករបស់ឆេនហៅនេះជាអ្វីវាស្អុយណាស់កន្លែងនេះហាក់ដូចជាសម្រាមគ្រប់គ្រាន់ហើយមិនសមហេតុផលទេចូលយើងផ្លាស់ទីទៅកន្លែងផ្សេងហើយបន្តជីកលេងវាទៅនេះកំពុងច្របាច់ខ្ញុំរបស់គ្មានប្រយោជន៍តើអ្នកមិនអាចកាន់របស់តូចនេះបានទេសំឡេងបន្លឺឡើងជាមួយទឹកមានរូងភ្នំងងឹតមួយនៅខាងក្រោមទម្រង់ហើយជញ្ជាំងរូងភ្នំរលោងបន្សល់ទុកដោយការគិតរយៈពេលវែងមានបង្កងប៉ាក់ចិនហើយគ្រឿងបរិក្ខារនៅពីលើនោះរបស់នោះតែងតែត្រូវការវះកាត់ត្រឹមតែ90,000ប៉ុណ្ណោះបងប្រុសឆេនហេតុអ្វីបានជាក្មេងនេះអស្ចារ្យម្ល៉េះអ្នកមានមោទនភាពខ្លាំងណាស់នៅពេលថ្ងៃប៉ុន្តែចាប់ពីពេលនេះទៅច្បាប់នៅលើសមុទ្រនឹងលែងអាស្រ័យលើអ្នកទៀតហើយលោកប្រធានាធិបតីស៊ូខ្ញុំឈ្មោះលីនហ្វេងហើយខ្ញុំមានកម្មជ្រួចម្ដងទៀតអ្នកគួរតែចាប់អារម្មណ៍លើទំនិញប្រភេទណាដែលអ្នកមានអនុញ្ញាតឲ្យខ្ញុំមើលបង្កងប៉ាក់ចិនមានប្រវែងជាង40 សង់ទីម៉ែត្រទម្ងន់ជាង500 គីឡូក្រាម
ហើយមានច្រកកបៀងនុយក្លេអ៊ែរថ្នាក់ទី4ប៉ះនឹងផ្លូវបើកបរខាងមុខវារួចរាល់ហើយជាបន្ទីថ្មកំពុងរុះរស៊ុំលោកប្រធានាធិបតីស៊ូអ្នកជាមនុស្សពិតគ្រាន់តែផ្ដល់ឲ្យខ្ញុំនៅអ្វីដែលអ្នកគិតថាយុត្តិធម៌ខ្ញុំនឹងនិយាយវាម្ដងទៀតនេះគ្រាន់តែជាបាច់ដំបូងដែលបានលុះលេខឯកជនរបស់ខ្ញុំគឺ2បន្ទាប់ពីអ្នកបើកកុំព្យូទ័ររបស់អ្នករយៈពេល14ម៉ោងអ្នកមិនចាំបាច់លក់វានៅផ្សារទៀតទេប្រសិនបើអ្នកមានរបស់ល្អណាមួយគ្រាន់តែតាក់ទងមកខ្ញុំអ្នកមិនគួរចរចាជាមួយមនុស្សនៅតាមតូបលក់ដូរតាមដងផ្លូវទេរោងចក្រពីជំពាក់បំណុលអ្នកហើយក្បត់អ្នកខ្ញុំនឹងយកវាទាំងអស់មកវិញបន្តិចម្ដងលីនហ្វេងអ្វីកំពុងផ្លាស់ប្ដូរត្រឡប់មកវិញយ៉ាងលឿននិងមានព្យុះធំមួយនៅយប់នេះមុនពេលព្យុះមកដល់ត្រីកំពុងនេសាទក្នុងបន្ទប់សម្ងាត់ថ្ងៃនេះខ្ញុំនឹងបង្ហាញជំនាញរបស់ខ្ញុំថ្ងៃនេះត្រីមានចំនួនច្រើននៅក្នុងបន្ទប់សម្ងាត់ខ្ញុំពិតជាអាចទទួលបានគុណភាពល្អបំផុតលីនហ្វេងតានឹកឈ្គួតទេពេលចេញទៅសមុទ្រក្នុងអាកាសធាតុបែបនេះទូកដ៏អាក្រក់របស់អ្នកអាចទប់ទល់បានតែមួយរលកប៉ុណ្ណោះក្មេងនេះហ៊ានពេកហើយរលកដ៏ឈ្គួតបែបនេះខ្ញុំពិតជាអាណិតពួកគេណាស់ត្រីនៅក្នុងភក់ជ្រៅនៅចំណុចប្រសព្វនៃជ្រុនទឹកនិងមេឃត្រូវបានបោកបក់មកទីនេះក្នុងអាកាសធាតុបែបនេះត្រីធំទាំងអស់កំពុងល្បាតនៅទីនេះត្រីពិតជាងាយស្រួលចាប់បានក្នុងព្យុះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នករាល់គ្នាថាអ្នកណាជាស្តេចនេសាទសមុទ្រពិតប្រាកដរូបមន្តសម្ងាត់របស់ជីតាខ្ញុំជាអស្ថាបុរាណសម្ងាត់ជំនាញអាយុ30ឆ្នាំរបស់ខ្ញុំទីបំផុតត្រូវបានដាក់ឲ្យប្រើប្រាស់នៅកន្លែងនេសាទបងប្រុសឆេនមើលរ៉ាដាមានសញ្ញាតូចមួយវាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ជ្រុនទឹកអាក់ទិកគាត់ឈួតហើយទូកខូចនោះអាចចាប់ត្រីបានមែនទេបងប្រុសឆេនមើលនៅទីនោះមិនអាចទៅរួចទេជាមួយនឹងដំបងនេសាទដ៏ផ្ទុះនិងការគ្រប់គ្រងទូកនោះតើត្រីមួយក្បាលអាចគ្រាន់តែជាអាហារសម្រន់បានដោយរបៀបណាត្រីធំនៅខាងក្រោមហៀបនឹងខំហើយនៅមានច្រើនទៀតនៅក្រោមទឹកបន្តទៅមុខទៀតមួយទៀតហើយនេសាទទងលឿងវាជាការចាប់បានទ្វេដងបងឆេនក្មេងនោះបានបាត់ទៅហើយទូកកំពុងពេញហៀតើគាត់កំពុងប្រាណុយប្រភេទអ្វីឯងទៅដល់កន្លែងនោះហើយឬនៅឲ្យទូកវាវិលជុំវិញទូកវា2ដងដើម្បីឲ្យត្រីវាខ្ចាត់ខ្ចាយក្នុងអាកាសធាតុបែបនេះបើត្រីវាខ្ចាត់ខ្ចាយថ្ងៃនេះវានឹងបោកបក់យ៉ាងខ្លាំងគ្រប់គ្រាន់ហើយបន្ថយល្បឿនចូលទៅជិតហើយធ្វើពុតជាត្រូវរលករុញទៅទីនោះពេលឯងនៅនឹងកន្លែងហើយចូលវិលជុំវិញទូកវាសំឡេងរំខានកាន់តែធំកាន់តែល្អតើឯងនឹងនេសាទដោយរបៀបណាមានរឿងអ្វីកើតឡើងចុះទៅមើលបងឆេនឲ្យខ្ញុំមើលបងឆេនស្លាប់យន្តហោះជាប់គ្នាទាំងស្រុងហើយខ្ញុំមិនអាចទាញវាចេញបានទេឈួតណាស់តើរឿងនេះអាចកើតឡើងដោយរបៀបណាក្នុងអាកាសធាតុបែបនេះមិនចាំបាច់មានសំឡេងរំខាននេះទេទូករបស់យើងនឹងក្រឡាប់ឈួតណាស់វាទាំងអស់គឺដោយសារតែមនុស្សអាក្រក់នោះមានអ្វីមួយមិនត្រឹមត្រូវអារម្មណ៍នេះមិនត្រឹមត្រូវទេតើរឿងនេះជាអ្វី